ដំបូងខ្ញុំពិតជាអរគុណដល់ឪពុកម្ដាយពិតមែនជារៀងរាល់ថ្ងៃហ្នឹងគាត់ទាំងពីរនាក់ហ្នឹងនៅតែក្នុងដប់ចការដើម្បីរលុយជួយដល់កូនទាំង3ដើម្បីរៀនឲ្យចប់ថ្នាក់ហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឪពុកម្ដាយខិតខំប្រឹងប្រែងខ្លាំងមែនទែនសម្រាប់កូនទាំង3នាក់នេះដើម្បីឲ្យរៀនមានចំណេះមានជំនាញដើម្បីចេញធ្វើការរកស៊ីដោយខ្លួនឯងដល់ពីដើមដាំដំណាំយូរនោះគឺដាំប្រភេទបុរាណទៅទឹកតង់ទឹកកថាក្នុងដូងជាជ្រៅយើងជីកដូងខែប្រាយយើងអត់ទៅជីកដូងក្នុងអូទៅរែកលើពីអូមកហើយលើមកតមកលើតាមដល់លើច្រាំងអូការទៅរៀបការរួចខ្ញុំនៅក្នុងនោះធ្វើខ្ទមប្រភេទខ្ទមធ្វើពីដេពីស្លឹកថ្នោតក្រងស្លឹកដូងអាចច្រើនមុននៅក្នុងឆ្នាំ2011អង្គការ IDE មកផ្សព្វផ្សាយមានចំណារអារម្មណ៍ទៅក៏ទៅរៀនគេទៅសម្ដេចគោខ្ញុំដាំមួយឆ្នាំបាន3ដងដាំម្ដងបេះបាន1ខែជាងទៅ2ខែហើយក្នុងមួយសាបេះក្នុងមួយថ្ងៃប្រហែលជា50គីឡូ60គីឡូកាលពីមិនទាន់រៀនដាំបានតែបានផលតិចខ្ញុំរៀនបច្ចេកទេសតាមអង្គការ IDE មកបង្ហាត់តាមបច្ចេកទេសដែលដាំកើតដោយសារកម្មមានប្រព័ន្ធទឹកហើយគ្រប់ថងកស៊ូគ្រប់ថងគ្រប់រោងបានដាំកើតអត់គ្រប់ថងគ្រប់រោងដាំមិនកើតទេក្នុងខែក្តៅកាលពីបុរាណអត់បានគ្រប់ថងគ្រប់អីទេដល់ពេលដាំនេះយ៉ាប់ដោយសារវាភ្លៀងមកក៏ខូចអារៀងក៏ខូចស្មៅក៏ស្មៅអាទឹកលិចក៏ទឹកលិចបច្ចេកទេសមកបរៀនដោយសារព្រានឲ្យធ្វើបង្ហាត់នឹងធ្វើទ្រឿងខុសគ្នាទ្រឿងខុសពីយើងដាំពីដើមធ្វើទ្រឿងសរសេរពុះប៉ិនមេដៃដាក់ខ្វែងគ្នាទៅសប្ងៃធ្វើទៅផ្លែល្អដូចដែលយោពេញដីធ្វើទ្រឿងខ្ពស់នេះបានន័យថាឲ្យវាលូតទៅអាពីប៉ោះវាលូតខ្ពស់ហើយទ្រឿងអាទ្រឿងវាខ្ពស់ពីប៉ោះចិត្តទៅលូតឡើងលើទៅបានផលច្រើនដល់ពេលយើងធ្វើទ្រឿងមិនបានចេះបានផលតិចព្រោះវាបាក់វាអីទៅអត់បានផលទេប្រមូលផលបានយូរដែរហើយជា2ខែកន្លះខាងកំរងស៊ីស្មាតមកថឹបសាក់របស់ខ្ញុំរកលើកទៅមិនថាពុជផ្លែថ្មីតែមុនបងដាំតសក់ស្ដេកលក្រយលើមកដូចថាខាត់ណាផ្កាមកទីហាវ៉ៃឆូរីមកទីហលអានោះសាររបស់ដែលខ្ញុំសាក់មុនគេទាំងអស់មុនបងប្អូនចាប់ដាំមិនណាហ៊ានទេដោយសារខ្ញុំនឹកឃើញតែរបស់ណាដែលមិនមានគឺគិតបង្ហាញចង់ត្រង់ចេះដើម្បីអនាគតចាតាំងពីប្តីខ្ញុំបានស្គាល់អង្គការ ID មកគាត់បានដាំផលិតតាមបច្ចេកទេសហើយបានរកលុយចំណូលបានច្រើនដើម្បីឲ្យកូនរៀនដល់ណាកូនខ្ញុំឈ្មោះលីរុយរៀននៅសាកលវិទ្យាល័យជាតិមានជ័យខ្ញុំឈ្មោះលីសុរ៉ៃរៀននៅសាកលវិទ្យាល័យជាតិមានជ័យចំណែកខ្ញុំឈ្មោះលីសុរាសប្តាហ៍ថ្ងៃខ្ញុំរៀននៅថ្នាក់ទី11នៅវិទ្យាល័យរងគោហើយនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាវិស្វករចំណែកខ្ញុំជាឪពុកបានជួបអង្គការ IDE មករយៈពេល3ឆ្នាំបានខ្ញុំលើកផ្ទះបាន1តម្លៃប្រហែលជា$5,000ជាងឲ្យកូនរៀនបានរហូតមកដល់សប្តាហ៍គឺទៅចូល10ឆ្នាំដែរបានកូនរៀនចប់ដល់សាកលវិទ្យាល័យបាន2នាក់រយៈពេល10ឆ្នាំនេះការរីកចម្រើនវាច្រើនកណ្ដែមិនផ្ទះឲ្យកូននៅបានស្រួលហើយនឹងកូនរៀនបានចប់ទិញម៉ូតូបានកូនជិះចំណែកគ្រឿងកសិកម្មទិញបានគោយន្តម៉ាស៊ីនបូមទឹកខ្ញុំបានចែកចាយប័ណ្ណពិសោធន៍ដល់កសិករច្រើនដែរតែពីដូចតែគេមិនចេះគ្រប់រោងក៏ទៅប្រាប់មិនចេះជួប្រភេទជួស្រោងក៏ទៅប្រាប់ធ្លាប់ខ្ញុំធ្លាប់ប្រាប់គេទាំងអស់ពីមុនមកបើនិយាយពីអារម្មណ៍នេះប្រៀបធៀបគឺសុបាយអត់មានថាភ្លេចត្រេកអរខ្លាំងមែនទេណានៅតែរោផ្សេងប្រៀបធៀបមិនបានទេគឺអង្គការ IDE មកគឺរីកចម្រើនរបូរទៅសប្តាហ៍តាំងពីពុកដាំដំណាំតាមបច្ចេកទេសមកគ្រួសារខ្ញុំពិតជាធូរធារជាងពីមុនឆ្ងាយមែនទេខ្ញុំចង់ឲ្យអង្គការ IDE នឹងពង្រីកសាខាដើម្បីបង្រៀនទៅតាមខេត្តផ្សេងទៀតដើម្បីឲ្យប្រជាកសិករនឹងដាំដំណាំតាមបច្ចេកទេសរបស់អង្គការ IDE ដើម្បីឲ្យប្រជាកសិករនឹងមានជីវភាពធូរធារខាងសេដ្ឋកិច្ចហើយបញ្ជូនកូនស្រីក៏ទៅរៀនដោយពួកខ្ញុំដែរ